ស្ងាត់តារាចម្រៀងលោកទេពពិសិដ្ឋបានបង្ហោះសំណេរមួយដែលមានន័យថាតារាចម្រៀងលោកទេពពិសិដ្ឋបានបង្ហោះសំណេរមួយនៅក្នុងបណ្ដាញសង្គមរំលឹកកាលគ្រាដំបូងដែលលោកឈានជើងចូលវិស័យសិល្បៈនិងដឹងគុណមិនបានភ្លេចទៅកាន់សិល្បៈរៀមច្បងដែលតែងតែលើករហូតនឹងធ្វើឲ្យលោកមានអារម្មណ៍ថាកក់ក្ដៅបើយោងតាមសំណេរលោកបានរៀបរាប់ថាចាប់តាំងពីដំបូងដែលខ្ញុំបានដើរចូលវិស័យសិល្បៈមួយនេះខ្ញុំបានតាំងចិត្តនិងខិតខំប្រឹងប្រែងទោះទៅមុខខ្ញុំត្រូវជួបនឹងបញ្ហាអ្វីក៏ដោយក៏ខ្ញុំនឹងមិនបោះបង់ក្តីស្រមៃមួយនេះព្រមទាំងកម្លាំងចិត្តបន្តចាប់ក្តីស្រមៃក្នុងវិស័យមួយនេះនោះខ្ញុំពិតជាឯកាត្រូវការអ្នកពិភាក្សាត្រូវការអ្នកលើកទឹកចិត្តតែចៃដន្យអ្វីខ្ញុំអាចមានឱកាសបានទទួលការផ្ដល់ដំបូងមានពីរៀនច្បងនៅក្នុងវិស័យនេះខ្ញុំមានអារម្មណ៍ថាពួកគាត់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជប់ឯកាអាចពិភាក្សាបានហើយចាំលើកទឹកចិត្តខ្ញុំជានិច្ចលោកបានបន្ថែមទៀតថាខ្ញុំបាទអ្នកជំនាន់ក្រោយឈ្មោះទេពពិសិដ្ឋសូមអរគុណនិងដឹងគុណដល់រៀមច្បងជាខ្លាំងត្រឡប់មកវិញខ្ញុំបំពេញការងារឲ្យបានល្អនិងមិនឲ្យបងរៀមច្បងខកចិត្តលើរូបខ្ញុំឡើយ